គ្រាន់តែឃើញកញ្ចក់ហ្នឹងគឺបងអូនមួយចំនួនគឺគាត់ដឹងហើយថាទីតាំងនេះនៅទីតាំងណាហើយសម្រាប់ទីតាំងនេះក៏វានៅមិនឆ្ងាយពីក្រុងភ្នំពេញយើងដែរអញ្ចឹងដោយសារតាមម្សិលមិញថ្ងៃអាទិត្យតនេខ្ញុំក៏ឆ្លៀតទៅលេងរមណីយដ្ឋានទន្លេបាទីព្រោះដោយសារខ្ញុំខានទៅវារៀងយូរដែរហើយមិនមែនខ្ញុំនៅឆ្ងាយទេខ្ញុំនៅចិត្តនឹងដែរទេប៉ុន្តែដោយសារតែខ្ញុំអត់សូវមានពេលវេលានៅក្នុងការទៅអញ្ចឹងណាអញ្ចឹងឥឡូវហ្នឹងទីតាំងទន្លេបាទីគេមានការកែលំអរៀងច្រើនដែរតកតងមួយកញ្ចក់មួយអីហើយមួយទៀតផ្លូវគឺវាងាយស្រួលជិះជាងមុននេះគេមានចាក់កស៊ូចាក់អីសានបានហើយយើងអត់សូវពិបាកនៅក្នុងការធ្វើដំណើរទេអញ្ចឹងបងអូនធ្វើដំណើរមកចូលតាមច្រកវត្តទន្លេបាទីនេះក៏បានតែបើសិនជាចូលតាមច្រកវត្តនេះយើងត្រូវបង់ពន្ធផ្លូវចូលកន្លែងចូលនោះអស់ម្នាក់ 5,000 សម្រាប់ឡានណាតែចំពោះម៉ូតូខ្ញុំអត់ច្បាស់ដែរបើយើងទៅផ្លូវខាងលិចនោះមួយទៀតគឺយើងអត់អស់ថ្លៃផ្លូវទេអញ្ចឹងចូលមកដល់ទន្លេបាទីយើងឃើញដំបូងឡើយគឺយើងមានប្រាសាទអានេះគេហៅថាប្រាសាទតាព្រំតែចំពោះប្រាសាទនេះគឺវាមានសភាពនៃការបាក់បែកគឺវាស្ទើរតែទាំងស្រុងតែហើយវានៅតែលក្ខណៈថាផ្ទាំងថ្មជំរុំជាប្រាសាទនេះអញ្ចឹងណាអញ្ចឹងអានេះខ្ញុំចូលមកដល់ទន្លេបាទីហើយតកតងមួយទន្លេបាទីថ្ងៃហ្នឹងខ្ញុំមកបងអូនប្រហែលជាឃើញណាវារៀងស្ងាត់ដែរវាអត់សូវមានមនុស្សទេតែស្ងាត់នេះមិនមែនដោយសារឥឡូវនឹងទន្លេបាទីអត់មានអ្នកទៅលេងទេណាបងអូនគឺមានអ្នកទៅលេងច្រើនដូចគ្នាតែដោយសារតែខ្ញុំទៅហ្នឹងគឺខ្ញុំទៅពេលល្ងាចហើយដោយសារខ្ញុំទៅនេអញ្ចឹងបានខ្ញុំទៅខ្ញុំទៅដល់ហ្នឹងវាចូលខ្ទង់ម៉ោង 4 ជាងហើយអញ្ចឹងវាអត់សូវមានមនុស្សនៅទេគេខ្លះគេក៏ទៅផ្ទះទៅអីអស់អញ្ចឹងណាខ្ញុំគ្រាន់តែជិះមើលលេងលំហែអារម្មណ៍ដោយសារតែយើងខានទៅយូរអញ្ចឹងណាអញ្ចឹងគឺវាមានដើមឈើខ្យល់ត្រជាក់បូករួមមួយដែលយើងជាប់មាត់ទឹកទៀតអង្គុយកញ្ចុះអង្គុយអីទៅគឺត្រជាក់គេលក់ស្រួលមែនតើកាលមុនខ្ញុំអាសានៅក្នុងការទៅដោយសារតែវាខ្យល់ត្រជាក់ស្រួលអញ្ចឹងណាអញ្ចឹងនេះនៅចុងទន្លេគឺទឹកទន្លេឥឡូវនេះគឺវាអត់សូវស្អាតទេដោយសារតែវាខិតជិតចូលរដូវវស្សាអញ្ចឹងទឹកវាចាប់ផ្ដើមប្រែទៅជាល្អក់ហើយហើយចំពោះការបងអូនចង់ទៅបើសិនជាបងអូនចឹងទៅគឺត្រូវសួរតម្លៃគេមុនទាំងអស់ហ្មងមិនថាតម្លៃគេចូលមិនថាតម្លៃម្ហូបតម្លៃអីផ្សេងទេបងអូនត្រូវសួរគេមុនបើសិនជាអត់ចង់ឲ្យគេកោហើយបើយើងសួរហើយយើងគិតថាតម្លៃវាសមរម្យដែលយើងអាចទទួលយកបានគឺចាំធ្វើការកំងព្រោះពេលខ្លះអ្នកលក់បងអូននឹងស្រាប់ហើយដោយសារអ្នកលក់មួយចំនួនគឺគាត់រៀងខូចដែរអញ្ចឹងណាគាត់លក់កាវលក់អីចឹងទៅអានេះបាត់ពិសោធន៍ខ្ញុំទៅញឹកគឺខ្ញុំដឹងហើយអញ្ចឹងបងអូនសួរតម្លៃគេគ្រប់សពបែបយ៉ាងទៅបើសិនជាតម្លៃធម្មតាថ្ងៃអត់បនទៀនកញ្ចុះដូចជាគេជួលតែ 5,000 ទេតែបើសិនជាថ្ងៃបនទៀនគេជួល 10,000 ណាឬក៏មានការប្រែប្រួលខុសពីនឹងអីទៀតតែធម្មតាគឺតម្លៃតាម 10,000 ឬក៏ 5,000 នឹងទេបើសិនជាបងអូននឹងតម្លៃបងអូនអាចតគេទៅតាមនឹងទៅតែអាតម្លៃ 5,000 ថ្ងៃធម្មតាឬក៏ 10,000 ថ្ងៃបុណ្យនេះតែយើងជួយកំងមហូបគេថែមអីតិចតួចទៀតដែរចឹងណាបងអូន